សម្ដេចតេជោប៉ាន់ស្មានថា3ខែទៀតថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីហើយសម្ដេចក៏ស្គាល់ថាជានរណាដែរនៅរុស្ស៊ីថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនលើកឡើងដោយធ្ងន់ធ្ងរថាក្រុមចៅឈ្លានពានទឹកដីបានចូលមកឈ្លានពានរំខានដល់ Facebook របស់សម្ដេចថែមទៀតសម្ដេចតេជោបានបញ្ជាក់ដោយការប៉ាន់ស្មានថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់3ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីខ្ញុំពាក់មីទូតសុចន្ទៈផ្លូវការរបស់ Fafa 138 Fafa 138 វេទិកាកំសាន្តដែលគួរឲ្យទុកចិត្តបំផុតលំដាប់ថ្នាក់លេខ1នៅអាស៊ីឈ្នះដោយសុខភាពជាមួយនឹង Fafa 138 រីរីជាមួយនឹងហ្គេមរបស់ Fafa 138 នៅជាមួយ Fafa 138 Fafa 138 សព្វនាមនៃភាពល្អឥតខ្ចោះតាមរយៈការខមមិននៅលើ Facebook សម្ដេចតេជោហ៊ុនសែនបានរៀបរាប់យ៉ាងដូចនេះថាការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខាន Facebook ដោយរបៀបណាតាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកកដើម្បីចូលមករំខានការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែ Facebook ក៏វាមករំខានដែររឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុងផ្ទេរចំនួនផ្ទៃក្នុងមកជាចំនួនជាមួយកម្ពុជាវិញតែទោះពួកអ្នកប្រឹងដល់កម្រិតណាក៏ចំនួនដណ្ដើមអំណាចមិនអាចរលត់បានដែរតាមការប៉ាន់ស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់3ខែខាងមុខហើយខ្ញុំនឹងអាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយចំនួនផ្ទៃក្នុងជាជាងមករំខានខ្ញុំ